Green season is coming. Welcome to Cambodia. ក្នុងយុទ្ធនាការនៃការទស្សនាកម្ពុជាក្នុងរដូវកាលបៃតងនេះខ្ញុំបាទក្នុងនាមមន្ទីរទេសចរខេត្តសៀមរាបសូមគោរពអញ្ជើញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទាំងអស់អញ្ជើញមកទស្សនានៅសក្តានុពលដ៏ល្អឯកនៃខេត្តសៀមរាបទាំងអស់គ្នាដើម្បីចូលរួមក្នុងការលើកស្ទួយដល់ជីវភាពប្រជាជនក៏ដូចជាការលំហែកម្សាន្តសប្បាយនៅក្នុងរដូវកាលដ៏ស្រស់ស្អាតនេះក្រុមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់អាដាមហ៊ុតហាក់រដ្ឋមន្ត្រីក្រសួងទេសចរលោកបានដាក់ចេញនៅសក្តានុពល6គួរសម្រាប់ទស្សនាក្នុងរដូវកាលបៃតងនេះរួមមានទី1គឺគួរស្នាក់នៅទី2គួរភ្លក់ទី3គួរចង់ឃើញទី4គួរទស្សនាទី5គួរសាកល្បងនិងទី6គឺគួរចង់ទិញគួរស្នាក់នៅគឺជាការពិតណាស់អ្នកទេសចរដែលដើរកម្សាន្តគឺត្រូវការសេវាស្នាក់នៅអញ្ចឹងចំពោះខេត្តសៀមរាបសេវាស្នាក់នៅសម្រាប់ខេត្តសៀមរាបយើងមានច្រើនប្រភេទដែលសម្រាប់ផ្គត់ផ្គង់ដល់ទាំងទេសចរជាតិនិងអន្តរជាតិយើងមានសន្តាគារតាំងពីមានផ្កាយរហូតដល់ផ្កាយ5ហើយនឹងមានប្រភេទជា boutique hotel យើងមានផ្ទះសំណាក់យើងមាន home stay ហើយអ្នកទេសចរក៏អាចស្នាក់នៅទៅតាមការបោះជំរំផ្សេងៗនៅតាមសហគមន៍ទេសចរជាដើមហើយចំពោះគួរភ្លក់នេះសម្រាប់ខេត្តសៀមរាបយើងមានភោជនីយដ្ឋានជាច្រើនដែលបម្រើជូនទាំងភ្ញៀវជាតិនិងអន្តរជាតិយើងមានម្ហូបអាហារច្រើនប្រភេទបែបអឺរ៉ុបបែបអាស៊ីយើងមានម្ហូបសម្រាប់ជនជាតិមូស្លីមទៀតគឺប្រភេទហាឡាល់មានរសជាតិឈ្ងុយឆ្ងាញ់ដែលបម្រើដល់អ្នកទេសចរក្នុងស្រុកផងដែរចំពោះទី3គឺគួរទស្សនាយើងឃើញថានៅខេត្តសៀមរាបក្នុងរដូវកាលបៃតងនេះយើងមានព្រឹត្តិការណ៍បន្តបន្ទាប់តែកើតឡើងនៅក្នុងខេត្តសៀមរាបនេះយើងនឹងមានពិធីបុណ្យជាតិអន្តរជាតិក៏ដូចជាព្រឹត្តិការណ៍ផ្សេងឧទាហរណ៍ដូចជាបុណ្យពិធីបុណ្យអុំទូកពិធីបុណ្យភ្ជុំបិណ្ឌនិងព្រឹត្តិការណ៍ផ្សេងនឹងប្រារព្ធធ្វើបន្តបន្ទាប់ព្រឹត្តិការណ៍មួយទៀតដែលសំខាន់ដែលទេសចរចង់មើលហ្នឹងគឺព្រះអាទិត្យដែលរះនៅលើកំពូលប្រាសាទបាទចំពោះគួរទី4គួរសាកល្បងអ្នកទេសចរសាកល្បងទៅលើការកម្សាន្តសប្បាយដូចជាកីឡាទេសចរផ្សេងមានទាំងការជិះម៉ូតូកង់4កម្សាន្តមើលថ្ងៃលិចយើងមានកត្រកវិលយើងមានពិព័រណ៍ត្រីយើងមានសហគមន៍ទេសចរចំនួន16ដែលអ្នកទេសចរអាចទៅកម្សាន្តតាមបឹងទន្លេសាបយើងក៏មានសហគមន៍ទេសចរដ៏ស្រស់ស្អាតជាច្រើននៅទីតាំងនោះដែរគួរទី5ហ្នឹងគឺគួរចង់ឃើញបាទគួរចង់ឃើញនេះហើយដែលជាសក្តានុពលដ៏ធំសម្រាប់ខេត្តសៀមរាបហើយក៏ដូចជាសម្រាប់ប្រទេសកម្ពុជាដែរយើងមានរមណីយដ្ឋានអង្គរដ៏ស្រស់ស្អាតដែលមានប្រាសាទរាប់រយប្រាសាទនៅទីតាំងនេះហើយដែលបច្ចុប្បន្ននេះគឺប្រាសាទប្រមាណជាង40ទីតាំងដែលជាការពេញនិយមនិងចង់ទស្សនាទាំងទេសចរជាតិនិងអន្តរជាតិគួរទី6នេះគឺគួរចង់ទិញបាទដូច្នេះយើងអ្នកទេសចរក្រៅពីកំសាន្តក្រៅពីលំហែក្រៅពីទស្សនានៃតំបន់ផ្សេងនោះគាត់ក៏ត្រូវការទិញវត្ថុអនុស្សាវរីយ៍ទិញវត្ថុសិល្បៈផ្សេងដែលផលិតដោយតកខ្មែរយើងអញ្ចឹងយើងក៏មានផ្សារការលក់ដូរជាវត្ថុអនុស្សាវរីយ៍ជាសិប្បកម្មនៃការផលិតដោយដៃរបស់បងប្អូនប្រជាជនយើងនៅក្នុងសហគមន៍ក្តីនៅសហគ្រាសតូចក្តីគឺដើម្បីផ្គត់ផ្គង់ទៅដល់អ្នកទេសចរជាពិសេសគឺវត្ថុអនុស្សាវរីយ៍ដែលធ្វើឡើងដោយកូនខ្មែរក្នុងពេលរាត្រីហ្នឹងក៏អ្នកទេសចរអាចចូលទៅកម្សាន្តនៅតំបន់ Pub Street ដើម្បីទទួលទានភេសជ្ជៈក៏ដូចជាកម្សាន្តនៅពេលរាត្រីផងដែរខ្ញុំសង្ឃឹមជឿជាក់ថាយុទ្ធនាការនេះនឹងទទួលបានជោគជ័យដោយសារតែប្រតិបត្តិការទេសចរបងប្អូនប្រជាពលរដ្ឋអ្នកពាក់ព័ន្ធទាំងអស់កំពុងតែធ្វើការងារនេះយ៉ាងសកម្មជាពិសេសគឺប្រតិបត្តិការទេសចរបាននឹងកំពុងរៀបចំផលិតផលរបស់ខ្លួនដែលសម្រាប់ឲ្យភ្ញៀវទេសចរទស្សនាសម្រាប់ឲ្យភ្ញៀវទេសចរភ្លក់និងសាកល្បង
ដែលជាពិសេសគឺក្នុងខេត្តសៀមរាបគឺបានត្រៀមខ្លួនជានិច្ចចំពោះប្រតិបត្តិការទេសចរទាំងការទទួលបដិសណ្ឋារកិច្ចក៏ដូចជាការលក់ដោយផ្ទាល់នៃផលិតផលរបស់ខ្លួនបង្ហាញទៅដល់អ្នកទេសចរជាតិនិងអន្តរជាតិហើយជាពិសេសទៅទៀតហ្នឹងគឺអស់លោកគាត់បានបញ្ចុះតម្លៃនៅគ្រប់សេវាកម្មរបស់គាត់ដើម្បីធ្វើយ៉ាងណាឲ្យទាក់ទាញកាន់តែខ្លាំងនៅក្នុងយុទ្ធនាការបៃតងនេះបាទដែលស្របទៅនឹងពាក្យស្លោករបស់មហាគ្រួសារនៃវិស័យទេសចរបានលើកឡើងថាមនុស្សម្នាក់ជាអ្នកផ្សព្វផ្សាយទេសចរកម្ពុជាម្នាក់ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីសូមអញ្ជើញជនរួមជាតិទាំងអស់ធ្វើដំណើរកម្សាន្តសិក្សាស្វែងយល់អំពីសម្បត្តិវប្បធម៌ធនធានធម្មជាតិដ៏ល្អឯកនៃដែនដីសុវណ្ណភូមិរបស់យើងទាំងអស់គ្នាគឺក្នុងន័យទាំងអស់គ្នាដើម្បីទេសចរនិងទេសចរដើម្បីទាំងអស់គ្នាសូមគោរពអរគុណនិងសូមអរគុណ